បាទជំរាបសួរបងប្អូនឥឡូវខ្ញុំធ្វើវីដេអូរបៀបបើ account សម្រាប់អ្នកថ្មីឆ្នាំ2026អញ្ចឹងបងប្អូនដំបូងឡើយសម្រាប់ Dentret ហ្នឹងគឺ app ដំបូងគេគឺត្រូវការនេះ Amplify បងណាហ្នឹងហើយ Amplify Amplify មួយហើយ download តាម Play Store ក៏បាន App Store ក៏បានទី2 Agnes បងប្អូនណាហ្នឹងហើយជា app blocker ដែលខ្ញុំ recommend ឲ្យអញ្ចឹង Agnes វាស្រួលលេងដាក់លុយក៏លឿនដែរមិនតាមប្រខិនណាក៏បានដែរបងប្អូនគាត់ថាខ្ញុំ recommend app Agnes ហ្នឹងហើយបន្តមកបងប្អូនចូលទៅក្នុង YouTube បងប្អូនចូលទៅក្នុង YouTube ហើយបងប្អូនវាយឈ្មោះ channel ខ្ញុំទៅគឺអ្នក FX ទុនលេបងប្អូនណាអូខេអញ្ចឹងបងប្អូនឃើញ channel របស់ខ្ញុំនេះមួយអញ្ចឹងបងប្អូនចុច subscribe មួយសិនទៅដើម្បីទទួលព័ត៌មានពេលដែលខ្ញុំ upload យុទ្ធសាស្ត្រឬក៏របៀប trade អីហ្នឹងគឺខ្ញុំ upload នៅ channel ខ្ញុំទាំងអស់បងប្អូនអាច subscribe បានតែបងប្អូនចូលទៅក្នុងវីដេអូនេះមួយណាក៏បានដែរក្នុងវីដេអូមួយហ្នឹងគឺនឹងមាន link ដើម្បីបើ account អូខេអញ្ចឹងយើងចូលវីដេអូនេះមួយទៅចូលទៅក្រោមបងនេះខ្ញុំចង់ព្រៀនរបៀបយើងចាប់0បងប្អូនចាប់ក្រោមចូល description តាមថាមាសវាចូលរូបមន្តស្អីឃើញនេះគាត់អញ្ចឹងចាក់ស្ដែងយើងមើលទៅដើម្បីបើ account មើលយើងមើលផ្នែកកន្ទេគឺអត់បងប្អូនចិត្តណាតែបើយើងអញ្ចឹងវានឹង load ទៅដើម្បីយើងបើ account ហើយជាមួយការបើ account នេះដែរបងប្អូនទៅត្រៀមទី1 Gmail ថ្មីដែលបើកជាមួយនឹង Agnes ទី2គឺលេខទូរស័ព្ទរបស់យើងទី3អត្តសញ្ញាណប័ណ្ណអូខេបន្ទាប់ពីចេញបែបនេះហើយបងប្អូនចុចកន្លែង register បងប្អូនណាចុចកន្លែង register នេះមកហ្នឹងហើយចុចកន្លែង register មកអូខេបងប្អូនតទៅពីចុចកន្លែង register ណាវានឹងចេញតម្រងបែបហ្នឹងទី1គឺប្រទេសបងប្អូនណាសំខាន់ប្រទេសនេះសំខាន់ដែរព្រោះអីតែកាលណាយើងយកប្រទេសខុសគឺយើងទៅដាក់លុយតាមប្រទេសហ្នឹង bank ធនាគារប្រទេសហ្នឹងអញ្ចឹងយើងយក Cambodia មកអូខេយើងយក Cambodia មកអូខេ Cambodia បន្តមក Gmail របស់យើងអូខេ Gmail របស់យើងនេះខ្ញុំបើក account ឲ្យ member ខ្ញុំដែរសម្រាប់បងប្អូនដែលក៏អត់ចេះមើលវីដេអូនោះអត់យល់មើលក៏អាចតាក់ទងមកខ្ញុំបើកឲ្យក៏បានដែរបងប្អូនណាអូខេអូខេតោះមកយើងបង្កើត password 8ខ្ទង់មកpassword 8ខ្ទង់បងប្អូនទៅចាប់ដើមពីអក្សរធំអក្សរតូចចំនួនហើយនិងសញ្ញាអីក៏បានដែរបងប្អូនណាអូខេពេល8ខ្ទង់រួចរាល់ហើយយើងចុចគ្រីសនេះយើងគ្រីសមួយដែរបងប្អូនណាអូខេបន្ទាប់ពីយើងគ្រីសរួចហើយគឺយើងចុច register ចុច allow មកអូខេបងប្អូនដល់វគ្គនេះបងប្អូនកុំចុចអីផ្សេងទៀតបងប្អូនណាអូខេដល់កន្លែងហ្នឹងបងប្អូន clear ចេញមកយើង clear ចេញយើង log in ចូលក្នុង app នេះ app នេះបងប្អូនណាយើង log in តាម app វិញស្រួលជាងអូខេបន្ទាប់ពីយើងចូលទៅក្នុង app របស់យើងហើយយើងយកពាក្យ sign in ហ្នឹង sign in បងប្អូនអាកោមកទី2នេះបន្តមកយើងវាយ Gmail ដែលយើងបង្កើតមិញទៅយើង log in ចូលទៅ password អូខេបន្ទាប់មកគឺគេឲ្យយើងបង្កើត pin ណា pin ហ្នឹងដូចជាយើងសម្រាប់ប្រើស្តៀងជាមួយនឹងABA អីចឹងទៅលេខកូដ6ខ្ទង់ដើម្បី log in ចូល app យើងអញ្ចឹងណាអញ្ចឹងយើងបង្កើតអីក៏បានដែររៀងស្រួលចាំចុចពីរដងការគឺយើងត្រូវការគឺយើងត្រូវការតែអត្តសញ្ញាណប័ណ្ណមួយតែប៉ុណ្ណោះ
គឺឧទាហរណ៍ចេះអញ្ចឹងតាក់សញ្ញាប័ណ្ណគឺមានតែតាក់សញ្ញាប័ណ្ណខាងមុខហើយនិងតាក់សញ្ញាប័ណ្ណខាងក្រោយហើយបងប្អូនកាត់សុំវាឲ្យស្អាតចឹងមកដូចខ្ញុំនេះមកហ្នឹងហើយគឺកាត់ឲ្យត្រាំចឹងមកបន្ទាប់មកយើងចូលទៅក្នុង app របស់យើងហើយយើងយកកន្លែង profile បន្ទាប់មកយើងចុច complete profile ណាយើងចុច complete profile អូខេបន្ទាប់មកគឺគេឲ្យយើងverify Gmail របស់យើងសិនយើងចុច send code Gmail អូខេបន្ទាប់មកយើងចូលទៅក្នុង Gmail របស់យើងដើម្បីយក link code ដើម្បី verify Gmail របស់យើងអូខេបាទនេះគឺជា link code ដែលខាង Ignis គេបញ្ជូនឲ្យយើង copy មកតោះមកយើងយក pass ចូលទៅក្នុង account យើងមិនហ្នឹងអូខេបន្ទាប់មកគឺយើងត្រូវបញ្ចូលលេខទូរស័ព្ទណាបងប្អូនយើងត្រូវបញ្ចូលលេខទូរស័ព្ទរបស់យើងលេខដែល active គឺយើងដាក់លេខទូរស័ព្ទតើអូខេតើមកយើង verify លេខទូរស័ព្ទទៀតយើងរងចាំក្រុមហ៊ុនគាត់បញ្ជូនលេខទូរស័ព្ទឲ្យយើងក៏មកបញ្ជូនមកឲ្យលេខទូរស័ព្ទរបស់យើងcopy បន្ទាប់មកយើងណាប៉ះចូលពេលរួចរាល់ឥឡូវដែរយើងចាប់ដើមបំពេញឈ្មោះរបស់យើងអត់ដល់យើងតាក់សញ្ញាប័ណ្ណណាបងប្អូនមកដល់តាក់សញ្ញាប័ណ្ណរបស់យើងតមកថ្ងៃខែឆ្នាំកំណើតដាក់ឲ្យដល់តាក់សញ្ញាប័ណ្ណយើងមកបន្ទាប់មកអាស័យដ្ឋានយើងដាក់អាស័យដ្ឋានយើងមកដាក់ភ្នំពេញចឹងមកអូខេបន្ទាប់មកយើងជ្រើសរើសភេទយើងយកភេទប្រុសអូខេបន្ទាប់មកយើង continue អូខេអញ្ចឹងរៀបរាល់ហើយបងប្អូនដំណាក់កាលទី2ដំណាក់កាលទី2រៀបរាល់ហើយបន្ទាប់មកគឺយើង verify តាក់សញ្ញាប័ណ្ណនៅក្នុង account របស់យើងដើម្បីឲ្យ account របស់យើងកាន់តែមានសុវត្ថិភាពជាងកាន់តែមានសុវត្ថិភាពទៀតបងប្អូនយើងចុចខាងលើមកអូខេតោះមកយើងចុច verify identity test ណា verify តាក់សញ្ញាប័ណ្ណតោះមកយើងជ្រើសរើសយកចុចគេសួរយើងតើយើងត្រូវបើក account នេះដើម្បីអីគឺយើងបើក account នេះគឺដើម្បីវិនិយោគណាដើម្បីវិនិយោគទី1តោះមកគេបានទេបងប្អូនយើងយកខាងលើបាទ saving ឬក៏ employee business ឬក៏របបផ្ទាល់ខ្លួនណារបបផ្ទាល់ខ្លួនអានេះគេសួរអំពីប្រភពលុយរបស់យើងបានមកពីណាអីពីណាអញ្ចឹងណាតែយើងយកមកផ្ទាល់ខ្លួននឹងតាមបងប្អូនទាំងយកពីណាក៏បានដែរអាសំខាន់ប្រហែលទេអោផុនអញ្ចឹងទៅណាទៅcontinueទៀតអូខេអញ្ចឹងគេសួរចំណូលយើងប្រចាំថ្ងៃឬក៏ប្រចាំខែចំណូលយើងយកក្នុងបាទខែចំណូលយើងប្រហែលអាហ្នឹងយើងដាក់ប្រហែលក៏បានដែរបងប្អូនដាក់យកពី0ដល់$20000ឬក៏$20000ក្នុងមួយខែអញ្ចឹងណាតាមចិត្តរបស់យើងទេអូខេ what your current employee status ហើយយើងសឹងកន្លែងនេះដែរគេសួរតើបច្ចុប្បន្ននេះការងារមុខងារហ្នឹងជាអ្វីអញ្ចឹងយើងយកអាទី2ក៏បានគឺជាប្រភេទការងារក្រៅមកហើយយើងបញ្ជាក់មកគឺដាក់ for ចឹងមកអូខេបន្តយើង continue អូខេគេសួរយើងថាក្នុងមួយឆ្នាំយើងទទួលបានកម្រៃប្រមាណមួយឆ្នាំយើងយកពី$0ដល់$20000អូខេមកដល់កន្លែងនេះយើងយកមួយណាក៏បានដែរបងប្អូនហ្នឹងហើយយើងយកមួយនេះក៏បានតើមក how long would you to master trading skill តើយើងខ្លាចទៅជា master អ្នក trader ហ្នឹងរយៈពេលប្រហែលហ្នឹងហើយអញ្ចឹងយើងយក1ទៅ6ខែគេសួរថាតើយើងរំពឹងថាចង់បានចំណេញពី FX ឬក៏ពី Forex ហ្នឹងប្រហែលភាគរយក្នុងមួយខែអញ្ចឹងណាអញ្ចឹងបងប្អូនដាក់ប្រហែលក៏បានដែរបងប្អូនដាក់ 50% ក៏បានដាក់ 25% ក៏បានអញ្ចឹងណាអត់ជាបញ្ហាទេកន្លែងហ្នឹង
អូខេខ្ញុំយក25%បន្ទាប់មកមួយណាក៏បានដែរខ្ញុំចាំបងប្អូនហ្នឹងគឺមួយណាក៏បានដែរអត់បញ្ហាទេហើយចុងក្រោយនេះគឺវាសួរយើងថាយើងនេះទៅនឹងអីខ្លះចឹងយើងយក forex បងប្អូនយក forex និង currency pair យក forex ណាតាមរយៈណាអូខេអញ្ចឹងយើងអាចតាមទូរទស្សន៍តាម YouTube តាម Facebook អញ្ចឹងណាឬក៏តាមមិត្តភ័ក្តិអូខេអញ្ចឹងយើងយកតាម Facebook ក៏ Telegram ក៏ TikTok មិនមកអញ្ចឹងដល់វគ្គចុងក្រោយនេះគឺតម្រូវឲ្យយើងនេះបញ្ចូលឯកសារតញ្ញាណប័ណ្ណអូខេបញ្ចូលឯកសារតញ្ញាណប័ណ្ណយើងយក upload document ហើយយើងគ្លីកមួយទៀត submit document យកប្រទេសកម្ពុជាហើយយើងយកID card ណាយក ID card ហ្នឹងតាក់សញ្ញាណប័ណ្ណបើបងប្អូនអត់មានតាក់សញ្ញាណប័ណ្ណមាន passport តែ passport មាន driver license ហើយប័ណ្ណបើកបរឬក៏អីផ្សេងៗទៅយើងតាក់សញ្ញាណប័ណ្ណទៅយក ID card បន្ទាប់មកយើង upload ណាយើង upload ទីខាងលើនេះគឺ upload ទាំងខាងមុខណា upload ទាំងខាងមុខយើង upload ទាំងខាងមុខយើងជ្រើសរើសតាក់សញ្ញាណប័ណ្ណយើង upload ទាំងខាងមុខមកអូខេបន្ទាប់មកខាងនេះយើង upload ទាំងខាងក្រោយអូខេរួចរាល់ហើយយើង submit ណាបងប្អូនយើង submit ទៅគ្រប់បាទអូខេអញ្ចឹងរួចរាល់ហើយអញ្ចឹងក្រុមហ៊ុនគេនឹងពិនិត្យមើលរយៈពេលយ៉ាងលឿន7នាទីឬក៏យ៉ាងយូរបំផុតគឺ24ម៉ោងណាបងប្អូនអូខេអញ្ចឹងយើងបែកមកក្រោយអញ្ចឹងយើងរងចាំការ approve ពីក្រុមហ៊ុនសិនបន្ទាប់ពី approve ហើយចាប់យើងចូលមេរៀនទី3ទៀតណាបងប្អូនបាទសូមអរគុណអញ្ចឹងបន្ទាប់ពីយើងរងចាំរយៈពេលប្រហែលម៉ោងមកហើយយើងយូរផុតទៅ4ម៉ោងបងប្អូនណាបន្ទាប់ពី account យើង verify រួចហើយយើងចូលមកកន្លែងនេះយើងនឹងឃើញដាក់កន្លែង verify បងប្អូនណា verify basic អញ្ចឹងមកទៅនឹងឃើញហើយអញ្ចឹងឃើញ verify ទាំង3 step ហ្នឹងបងប្អូនណាអូខេបន្ទាប់មកគឺចូលវគ្គយើងបើក account Optify បើក account Optify បងប្អូនដំបូងគឺវាមាន account មកស្រាប់បងប្អូនណាអញ្ចឹងបើយើងចង់បើក account demo ឬក៏យើងចង់បើក account Optify account ទៅយើងចុចនេះបាទនេះចុចសញ្ញាបោកទៅលើចុចមួយទៅតែអញ្ចឹងបើយើងរើសតែយើងចង់ប្រើ account មួយណាហ្នឹងហើយយើងអស់មកស្ដាំមកយើងអស់មកឆ្វេងមកឃើញ account មាន account standard account send account pro ហើយ account raw spread ហើយ account zero តែនិយាយទៅសម្រាប់ដៃថ្មីគឺគេលេង account standard បងប្អូនណា account standard អញ្ចឹងយើងយក account standard មកអូខេយើង select ទៅ select ខាងក្រោមបងប្អូនណានៅខាងក្រោមពី continue មកអញ្ចឹងកន្លែងនេះគឺវាឲ្យយើងរើសតើយើងចង់បាន account demo ឬក៏ account send ឥឡូវយើងបើក demo សិនបងប្អូនយើងយក demo account real ឬ account demo តើដៃថ្មីដែលគាត់អត់ទាន់មានលុយដើម្បី trade ទេគឺអាចលេង demo សិនបានអញ្ចឹងយើងយក demo មកបន្ទាប់មក leverage យើងរើសយកពីលើ1លើ100បានហើយសម្រាប់ដៃថ្មីបងប្អូនណា1លើ1 1លើ100អូខេតោះមក yes តោះមកកន្លែង nickname នេះយើងដាក់ឈ្មោះរបស់យើងមកណាឈ្មោះតាមតញ្ញាណប័ណ្ណមកណាខ្ញុំឧទាហរណ៍ឲ្យមើលទេយើងទៅអូខេបន្ទាប់មកយើង sell ខេតោះមកយើងកន្លែងនេះ platform នេះគឺយើងតែលើ Optify បងប្អូនណាគឺចាន Optify Optify គេមិនសូវលេងទេគឺយើង Optify មិនសូវលេងជាងមកយើងយក continue មកអូខេកន្លែងត្រង់នេះយើងទៅបង្កើតលេខដើម្បី login password login ចូល app Optify អញ្ចឹង password login នេះគឺវាមានដល់ចាប់ពី8ខ្ទង់ឡើងហើយខ្ញុំឧទាហរណ៍ឲ្យមើលហើយការបើក account demo និង account real គឺដូចគ្នាទេបងប្អូនណាគាត់ថា account demo យើងលេងលុយសិប្បនិម្មិតហើយ account real គឺយើងលេងលុយមែនតែនអញ្ចឹងចំពោះpassword នេះគឺតម្រូវឲ្យអក្សរធំមួយឧទាហរណ៍អក្សរធំមួយហើយនិងអក្សរតូចមួយបន្ទាប់មកចំនួនលេខណាចំនួនលេខអញ្ចឹងបងប្អូនដាក់ទៅចំនួនប្រមាណដែលយើងងាយចាំបន្ទាប់មកគឺសញ្ញាអូខេសញ្ញាយើងដាក់សញ្ញាអីក៏បានដែរខ្ញុំដាក់រូបដុល្លារអូខេអញ្ចឹងពេលដែលឃើញវាគ្រីសទាំង4នេះ Q ទាំង4នេះមានន័យថា password របស់យើងហ្នឹងគឺត្រឹមត្រូវហើយឬក៏គ្រប់លក្ខខណ្ឌហើយបងប្អូនណាអញ្ចឹងទី1គឺអក្សរធំទី2អក្សរទូចហើយទី3ចំនួននិងចំនួនលេខប្រមាណក៏បានដែរហើយទី4នេះគឺសញ្ញាអូខេបន្ទាប់ពីគ្រប់លក្ខណៈហើយយើងចុច create account បងប្អូនណាចុច create account អូខេបន្ទាប់មកគឺយើងទទួលបាន account demo មួយបងប្អូន account demo យើងនេះ deposit នឹងដាក់លុយចូលហើយនៅ$0.0
ឥឡូវយើងចូលដល់ជំហានបន្ទាប់គឺដើម្បីយើង log in ចូលទៅ Amplify log in ចូល Amplify បងប្អូនយកកន្លែង detail នេះមកអូខេបន្ទាប់មកយើងរកកន្លែង setting អូខេអញ្ចឹងបងប្អូននេះមើលកន្លែង log in នេះកន្លែង log in នេះលេខកូដ account របស់យើងលេខកូដ account យើង copy វាមកបន្ទាប់មកនេះ server យើងមើល Xnest Amplify Trial 14បងប្អូនណាសំខាន់លេខនេះមើលត្រូវ server ប៉ុន្តែទៅយើង log in ចូលបានអូខេឥឡូវយើងត្រឡប់ទៅចូលទៅក្នុង app Amplify របស់យើងអូខេអញ្ចឹងនៅ Amplify ដំបូងឡើយគឺវាចេញបែបនេះអូខេចេញបែបនេះយើងនេះបងប្អូនចុចកន្លែងសញ្ញាបោកនេះមកបន្ទាប់មកយើងអត់ទេវាស្អីអូខេបន្ទាប់មកយើងបងប្អូនចុចកន្លែងនេះ plate 3ខាងលើខាងឆ្វេងនេះបន្ទាប់មកយើងយក manage account អូខេបន្ទាប់មកនេះបងប្អូនចុចសញ្ញាបោកហើយបងប្អូនចុចយករើសឈ្មោះ broker Xnest បងប្អូនណា Xnest អូខេ Xnest អូខេបងប្អូនអញ្ចឹង Xnest Technology Xnest Technology បងប្អូនរើសយកមួយនេះបងប្អូនណា Xnest Technology Ltd ណាអូខេយើងរើសយកមួយហ្នឹងតបមកនេះបងប្អូនឃើញទេនេះ Xnest បាន server យើងរើសទៅ server ដែលយើង account របស់យើងគេឲ្យ server ប្រហែលយើងចូល server ប៉ុណ្ណឹងអាមិញនេះគឺ server លេខ14ណា trial 14វាមាន real វាមាន trial បងប្អូនណាយើងយក trial 14 server ដែលយើងមិញយើងបើដល់ទៀតគេ local អូខេហ្នឹងហើយដល់ត្រូវហើយ trial 14បន្ទាប់មកយើង pass code login យើងចូលទៅហ្នឹងហើយបើលេខយើងចូលយើង pass ចូលមកបន្ទាប់មកលេខ code ដែលយើងបង្កើតអាមិញនេះបងប្អូនណាអូខេក៏1 2 3 4 5តើយើង log in ចូលអូខេអញ្ចឹងបានសម្រេចបងប្អូនណាបញ្ជាក់បងប្អូនចំពោះ account demo Xnest គឺវាមានអក្សរ demo កន្លែងនេះបើសិនជា account ទេវាមានអក្សរ demo នៅហ្នឹងបងប្អូនណាបន្ទាប់មកយើងចូលមើលតើ account របស់យើងនេះលុយនៅ00ដដែលទេហើយយើង trade មាសយើងរើសយកមាសមកតែនេះបងប្អូនលុបចោលអស់ហ្នឹងហើយលុបចោលអស់មកបន្ទាប់មកយើង add មាសចូលមកបងប្អូន add មាសចូល XROនឹង XRO USDM ណា USDM យើងគ្រីសបោកមកយើងបែកទៅក្រោយវិញយើងឃើញហើយអូខេឃើញហើយអញ្ចឹងបន្ទាប់មកគឺយើងចូលទៅកន្លែងឆាតដដែលកន្លែងឆាតដដែលយើងរើសឆេងឡើងនេះបងប្អូនណាយើងឆេងយក XRO USD អូខេអញ្ចឹងយើងនឹងឃើញហើយកន្លែងនេះដោយសារថ្ងៃនេះផ្សារវាអត់ដើរថ្ងៃសៅរ៍អញ្ចឹងផ្សារវាបិទសៅរ៍ទឹកផ្សារបិទបងប្អូនណាហើយកន្លែងនេះយើងចុចកន្លែងទិញលក់បងប្អូនអូខេអញ្ចឹងយើងវាអត់មានកន្លែងទិញលក់ដោយសារយើងអត់ទាន់បញ្ចូលលុយបងប្អូនណា account ថ្មីអត់ទាន់មានបញ្ចូលលុយគឺវាអត់ទាន់លោតសញ្ញា buy sell ខាងលើនេះទេអញ្ចឹងយើង back ចូលទៅក្នុង app Xnest យើងមិញវិញហ្នឹងអូខេយើង back ចូលក្នុង app Xnest វិញហើយយើង deposit បងប្អូនណាអូខេយើង deposit មកយើង deposit យើង deposit $1000 មកហើយយើង continue អូខេបន្ទាប់មកចូលហ្នឹងបងប្អូនណាអញ្ចឹងវាដាក់ load មកអូខេយើងចូលទៅវិញអូខេយើងឥឡូវយើងចូលទៅមើលនៅក្នុង Amplify របស់យើងតើលុយចូលនៅអូខេអញ្ចឹងលុយចូលហើយបងប្អូនណានេះលុយចូលហើយ$1000នៅ account demo អូខេហើយកាលនេះគឺយើងចុចទៅវានឹង load ឃើញណាពេលយើងបាយយើងចង់បាយចង់ sell អាហ្នឹងបងប្អូនណាអូខេនេះគឺជាវីដេអូបន្ទាប់សម្រាប់បើក account អញ្ចឹងខ្ញុំនឹងបង្កើតវីដេអូបន្ទាប់ទៀតសម្រាប់របៀបយើងទិញលក់មិនអីមិនអញ្ចឹងណាបងប្អូនណាអូខេអញ្ចឹងការបង្កើត account ក៏មានតែប៉ុណ្្នឹងចា account របស់យើងមានហើយនេះគឺជា account demo មានអក្សរ demo ចឹង account real ចង់រក account real យើងចុចឡើងមកវានឹងឃើញ account real នេះបងប្អូននេះ account real អូខេយើងចុចលើវាទៅដល់ទៅ account real ហើយ account real យ៉ាង deposit បងប្អូនវីដេអូ deposit ខ្ញុំនឹងមានបោះនៅក្នុងវីដេអូក្នុង channel ហ្នឹងហើយបងឯងមើលបានវាដាក់លុយចូលអញ្ចឹងណាអូខេអញ្ចឹងមានតែប៉ុណ្្នឹងកុំភ្លេចចូលរួមកុំភ្លេច like ហើយនឹង follow និង subscribe ផង channel របស់ខ្ញុំបាទសូមអរគុណ